ច្បាស់ខ្ញុំដឹងច្បាស់ថាបងម្នាក់ចើដែរហើយខ្ញុំទៅប្រម៉ូទហ្នឹងខ្ញុំដឹងច្បាស់ថាគាត់អត់បានសងលុយទេចាប៉ុន្តែខ្ញុំអ្វីដែលខ្ញុំឈឺចាប់គាត់ថាគាត់បោកប្រាស់ទំនុកចិត្តខ្ញុំធ្វើវីដេអូឲ្យគាត់អស់ចេញពីចិត្តហើយប៉ុន្តែអ្វីខ្ញុំទទួលបានគឺអត់ដូចខ្ញុំតែងនឹងនិយាយចឹងសម្រាប់បងប្អូនទូទៅដែលគាត់មានលុយ$75គឺអត់ច្រើនទេតែសម្រាប់ខ្ញុំអត់វាមិនមែនឈឺចាប់លក្ខណៈគេអត់ឲ្យលុយទេតែវាឈឺចិត្តផងហាគេបោកប្រាស់ទំនុកចិត្តគេមើងងាយណាចាអ្វីដែលយើងត្រូវការហើយសំខាន់បំផុតនៅក្នុងការរកស៊ីលើអនឡាញគឺសមត្ថភាពក្នុងការធ្វើ content នឹងហើយព្រោះកន្លែងហ្នឹងងាយមានអ្នកមានទេតែសម្រាប់បងអូនស្រីដែលជួបបញ្ហារៀបរាប់នៅក្នុងវីដេអូដែលស៊ីឈ្នួលគេនិយាយចឹងស្រួលយល់ធ្វើវីដេអូប្រម៉ូទឲ្យគេហ្នឹងគឺបងអូនអាចមានសមត្ថភាពក្នុងការធ្វើ content ហើយដល់អញ្ចឹងគឺអាចបាទរកផលិតផលឬក៏ទៅយកពីគេសិនក៏បានដែរជាពាក់គេសិនគេឲ្យដែរព្រោះអីបងអូនគឺជាមនុស្សដែលគេអាចមានទំនុកចិត្តលើហើយដោយសារខ្ញុំស្ដាប់មើលទៅគឺបងអូនជាមនុស្សដែលត្រូវបោកគេបោកទំនុកចិត្តតែអញ្ចឹងមានន័យថាមនុស្សបងអូនគឺជាមនុស្សដែលអត់ចេះបោកទំនុកចិត្តគេទេបាទចេះបោកទំនុកចិត្តគេពេលដែលបងប្អូនទៅយកផលិតផលគេមកលក់ហើយជាផលិតផលដែលបងប្អូនចូលចិត្តទៀតនោះគឺបងប្អូនអាចធ្វើបានហើយទោះបីមិនទាន់ឲ្យលុយគេក៏ដោយដូចខ្ញុំដែរតាខ្ញុំអត់មានដើមទុនមានអីទេតែខ្ញុំខុសពីបងប្អូនមួយត្រង់ថាពេលដែលខ្ញុំមានសមត្ថភាពក្នុងការធ្វើ content សមត្ថភាពក្នុងការរកស៊ីរកអីខ្លួនឯងគឺជាពិសេសសមត្ថភាពក្នុងការ review ផលិតផលមុនដំបូងខ្ញុំ review ឲ្យគេតិចតួចមែនតែក្រោយមកខ្ញុំគិតថាខ្ញុំត្រូវប្រើសមត្ថភាពរបស់ខ្លួនឯងនេះដើម្បីរកស៊ីដោយខ្លួនឯងខ្ញុំអត់ស៊ីឈ្នួល review គេទេបើខ្ញុំស៊ីឈ្នួល review គេខ្ញុំអាច review បានខ្ញុំមានសមត្ថភាពធ្វើបានទោះបីមិនល្អដល់កម្រិតខ្លាំងបំផុតក៏ដោយក៏ប៉ុន្តែខ្ញុំអាច review បានមានសមត្ថភាពបានដោយសារខ្ញុំមានចំណុចទាំងសងគ្រប់ពេញលក្ខណៈហ្មងដែលអាចមានសមត្ថភាពក្នុងការធ្វើ review បានអញ្ចឹងគាត់ review របស់យើងវាខុសៗគ្នាតែខ្ញុំអត់ធ្វើអញ្ចឹងទេជំនាន់ខ្ញុំអ្នក review ហ្នឹងខ្ញុំក៏បានមើលឃើញទៅគេដែរខ្ញុំថាបើមានសមត្ថភាព review ប៉ុណ្ណឹងដូចជា review ពី technology review អំពី smartphone computer អីហ្នឹងខ្ញុំមានសមត្ថភាពប៉ុណ្ណឹងគឺខ្ញុំអត់ review ទេខ្ញុំអត់ស៊ីឈ្នួលគេទេគឺខ្ញុំយកចំណេះដឹងរបស់ខ្លួនឯងនឹងឯងយកមកថតលក់ផលិតផលរបស់ខ្លួនឯងបើអត់មានដើមទុនយកពីគេសិនសរុបមកខ្ញុំមិនដឹងពីបញ្ហារបស់បងអូនឲ្យបានអស់មានជំរឿអីទេគ្រាន់តែថាខ្ញុំចង់និយាយបដោតទៅលើសមត្ថភាពរបស់បងអូនទេដែលមានសមត្ថភាពក្នុងការថត review ផលិតផលអញ្ចឹងបងអូនគួរតែមានតរោផលិតផលយកមកលក់ដោយខ្លួនឯងវិញល្អជាងហើយបានច្រើនផងបានចំណូលច្រើនផងណាអត់ពិបាកទេបងអូនគេស្គាល់បងអូនច្រើនទៀតតា